អ្នករៀនអត់សូវចេះហើយប្រឡងសងឬក៏ប្រឡងបានបន្ទុកទាបឬក៏មើលទៅខ្លួនឯងដូចកំពុងវែងគិតអីអត់ចេញមិនដឹងថាដើរផ្លូវណាណាពីលោអស់សង្ឃឹមអីទៅហ្នឹងហើយខ្ញុំនឹងនិយាយការពិតមួយចំនួនហើយការពិតហ្នឹងក៏ពាក់ព័ន្ធជាមួយអ្នកកំពុងតែរៀនបកកាយផងដែរការពិតវាយ៉ាងម៉េចគោលដៅដែលយើងរៀនហ្នឹងគឺវាសឹងតែ 100% គឺបំណងថាយើងចង់ទៅធ្វើការមិនចឹងទេទោះបីថាយើងធ្វើការខ្លួនឯងយើងមានអ្នកដឹកនាំយើងថាទៅធ្វើអីឬក៏ទៅធ្វើការឲ្យគេអាហ្នឹងក៏ជាចុងបញ្ចប់គឺយើងត្រូវតែរកការងារធ្វើហើយមានការងារធ្វើហើយអញ្ចឹងអាពេលដែលយើងរៀនហ្នឹងណាអ្វីដែលខ្ញុំមានបទពិសោធន៍យើងមិនគួរបារម្ភវាពេកទេហ្នឹងហើយអត់គួរបារម្ភវាពេកតែម្ដងព្រោះឥឡូវយើងរៀនអត់បកកាយក៏ដោយហើយអ្នកកំពុងរៀនបកកាយក៏ដោយយើងអត់មានបទពិសោធន៍ការងារដូចតែគ្នាទេគោលបំណងនៃវីដេអូនេះគឺគ្រាន់តែចង់ទប់គ្នាយើងថាបើសិនជាយើងបាក់ទឹកចិត្តឬក៏យើងគិតច្រើនឬកំពុងតែគិតអវិជ្ជមានទៅលើអាលទ្ធផលយើងបច្ចុប្បន្នហ្នឹងណាឬក៏ស្ថានភាពដែលយើងជួបបច្ចុប្បន្នហ្នឹងណាជួយទប់ត្រឹមថាយើងអាច drama ជាមួយវាបានហ្នឹងហើយខូចចិត្តអីជាមួយវាបានខ្លះប៉ុន្តែសូមកុំបាក់ទឹកចិត្តតែជំនាន់ខ្ញុំនៅរៀនគឺអញ្ចឹងដូចតែគ្នាទេយើងមិនដឹងថាដើរផ្លូវណាហើយកំពុងជួបបញ្ហាបច្ចុប្បន្នអត់សូវមានលុយរៀនអត់សូវចេះខ្លះប្រឡងអត់ជាប់ទៀតហ្នឹងហើយប្រឡងសងទៀតណាហ្នឹងហើយខ្ញុំក៏មានមុខវិជ្ជាខ្លះប្រឡងសងដែរតែខ្ញុំនៅរៀនណាប៉ុន្តែអ្វីដែលខ្ញុំមានឬក៏ភាពរឹងមាំមួយដែលមានជាប់ខ្លួនហ្នឹងគឺយើងជឿជាក់ថាកន្លែងរៀនផ្សេងកន្លែងធ្វើការផ្សេងអញ្ចឹងបើយើងកំពុងតែរៀនអត់ចេះយើងកុំភ័យខ្លាំងពេកកុំបារម្ភខ្លាំងពេកហ្នឹងហើយសម្រាប់អ្នកដែលរៀនចេះក៏កុំតន់អខ្លាំងពេកដែរហេតុអីបានកុំតន់អខ្លាំងពេកព្រោះថាពេលដែលយើងទៅចាប់ផ្ដើមធ្វើការមែនតើណាវាត្រូវការបទពិសោធន៍ការងារដល់ពេលចូលទៅធ្វើការមែនតើទៅអ្នកខ្លះរៀននៅសាលាអត់បកកាយទេរៀនមិនសូវចេះតែដល់ពេលទៅធ្វើការបានទាញអាចំណេះដឹងទូទៅរបស់គាត់មកវ៉ាវ IQ ឬក៏ EQ របស់គាត់មកវ៉ាវខ្លាំងជាងអ្នករៀនបកកាយទៀតខ្លាំងជាងអ្នករៀនបានបន្ទុកល្អនៅសាលាទៀតអញ្ចឹងបានជាមូលហេតុដែលខ្ញុំថាអត់បកកាយកុំបារម្ភពេកហើយមួយទៀតអ្នកដែលបកកាយនៅសាលាកុំអពេកហ្នឹងហើយលទ្ធផលនឹងបង្ហាញនៅពេលដែលយើងចេញធ្វើការទេហ្នឹងហើយបើសិនជាយើងគិតថាយើងខំរៀនឲ្យប្រឡងជាប់ទៅបានសញ្ញាបត្រទៅយើងចេញទៅវាបានការងារល្អអញ្ចឹងណាបានចំណូលមួយដែលយើងបានចំណូលមួយដែលយើងចង់បាននៅពេលដែលយើងរៀនចប់ហ្នឹងណាខ្ញុំគិតថាមិនទេហ្នឹងហើយមិនទេហើយអ្នកដែលបានឆ្លងកាត់ហើយអាចជួយខមមិនប្រាប់មិនទេអ្នកខ្លះរៀនចប់បញ្ញាបត្រ5ឆ្នាំ4ឆ្នាំ5ឆ្នាំហើយដល់ពេលចេញធ្វើការវានៅស្មើយើងទើបតែចេញធ្វើការអញ្ចឹងគេត្រូវឲ្យយើងហាត់ការងារដដែលទេហាត់ការងារធម្មតាឬក៏ចូលនៅក្នុង probation ប្រហែល100 200 300 400អញ្ចឹងទៅបានតិចមែនទេហ្នឹងហើយវាមិនខុសពីការរំពឹងទុករបស់យើងបើមិនជាយើងគិតពីសាលាទៅឬក៏យើងអត់បានដឹងព័ត៌មានយើងគិតពីសាលាទៅពេលដែលយើងចេញទៅវាអាចថាយើងផឹងហ៊ានឲ្យតែចប់ទៅហ្នឹងហើយឲ្យតែចប់បានសញ្ញាបត្រទៅដល់គេយកយើងហើយព្រោះខ្ញុំធ្លាប់ឮដែរពេលខ្ញុំនៅរៀនក៏ខ្ញុំធ្លាប់ឮដែរតែដល់ពេលជាក់ស្ដែងចេញទៅគឺស្មើនឹងចាប់ផ្ដើមបទពិសោធន៍ការងារថ្មីទេហើយគេរាប់ចេញពីយើងធ្វើការងារនឹងថ្មីទេអញ្ចឹងតែខ្ញុំប្រហែលជាចន្លោះប្រហោងដែរមិនដឹងជាខាងណាទេដែលគាត់រើសបុគ្គលិកទៅមើលតែសញ្ញាបត្រអត់មើលបទពិសោធន៍ហើយឲ្យប្រាក់ខែតាមនឹងហ្មងព្រោះខ្ញុំចន្លោះអានឹងជួយប្រាប់ផងប៉ុន្តែបទពិសោធន៍ហ្នឹងគឺអត់មានហ្មងគ្មានទេបទពិសោធន៍ហ្នឹងគឺគ្មានទេគឺត្រូវការបទពិសោធន៍ការងារទាំងអស់អញ្ចឹងដើម្បីមានបទពិសោធន៍ការងារវាជាឱកាសបើសិនជាយើងរៀនអត់ចេះក៏ដោយតែយើងនៅតែខ្លាំងជាងគេហ្នឹងយើងទៅសាកល្បងធ្វើការទៅឬក៏យើងសាកល្បងធ្វើ project អីខ្លួនឯងបង្ហោះវាទៅក្នុង online ទៅហ្នឹងហើយឬក៏យើងសាកស្រាវជ្រាវfreelancer project មួយចំនួនធ្វើទៅអញ្ចឹងរឿងវាមានច្រើនយើងអាចថាអ្នកខ្លះគាត់រៀនបកកាយនៅសាលាក៏គាត់មានឱកាសច្រើនដែរ
ពួកគាត់រៀនបកកាយទៅគ្រូគាត់មាន connection ពីខាងក្រុមហ៊ុនមានការងារផ្សេងៗគេត្រូវការអញ្ចឹងណាហើយគាត់ឃើញសិស្សនឹងបកកាយអញ្ចឹងទៅគាត់ recommend ឲ្យសិស្សនឹងទៅហើយគាត់ recommend ទៅខាងក្រុមហ៊ុនថាខ្ញុំមានសិស្សដែលគាត់មានជំនាញមានសក្តានុពលអញ្ចឹងទៅអាហ្នឹងក៏គេមានឱកាសទៅតាមនឹងដែរហ្នឹងហើយធម្មតាគេបកកាយគេធ្វើអីមួយល្អជាងយើងគេមានហើយគេមានរឿងល្អច្រើនជាងហើយអាហ្នឹងវាជាទូទៅវាជាធម្មតាទេវាមិនមែនថាអ្នករៀនបកកាយមិនបកកាយទេគឺយើងត្រូវតែប្រុងប្រយ័ត្នសម្រាប់ខ្លួនឯងហើយកុំបដែតបដោយបើយើងចង់បានបទពិសោធន៍ការងារលឿនមានអីក្រៅពីទៅធ្វើការឲ្យបានលឿនហ្នឹងហើយហើយបើមានកន្លែងមួយគេមិនយករកកន្លែងផ្សេងទៀតទៅបើថារកកន្លែងផ្សេងទៀតនៅតែមិនបានរកគ្រប់វិធីឲ្យបានទៅខ្ញុំគិតថានៅតែមានវិធីហ្នឹងហើយគាត់ថាវិធីរបស់យើងវាយ៉ាងម៉េចយើងនៅអៀនច្រើនអត់ក្លាហានអត់ហ៊ានសួរគេអត់ហ៊ានទៅក្បែរគេអាហ្នឹងវាអត់ហើយហ្នឹងហើយតែបើយើងហ៊ានសួរគេយើងចេះបញ្ចេញគំនិតយើងក្លាហានសំណាងហ្នឹងវានឹងមកដែរហ្នឹងហើយវានឹងមកក្បែរយើងដែរខ្ញុំឆ្លៀតបន្ថែមរឿងគេហៅដូចថាវាដាក់ផ្សាយនៃកន្លែងធ្វើការនៃទីផ្សារបងប្អូនយើងត្រូវដឹងថាក្រៅពីយើងរៀនចេះក្រៅពីយើងមានជំនាញហើយយើងត្រូវចេះរៀនថាប្រយុទ្ធដើម្បីរស់ទៀតបងប្អូនយើងមិនមែនធ្វើត្រឹមធម្មតាទេរឿងអីក៏ដោយគឺវាមានការប្រកួតប្រជែងហើយបើយើងនិយាយថាការប្រកួតប្រជែងនិយាយទៅវាដូចមិនសមសោះយើងទៅគេទៅហ្នឹងហើយយើងធ្វើបែបយើងគេធ្វើបែបគេទៅប្រកួតប្រជែងគ្នាទៅអីពេលខ្លះមិនអញ្ចឹងទេបងប្អូនពេលខ្លះវាដោយប្រយោលហ្នឹងហើយវាដោយប្រយោលទៅលើអាជីពដូចគ្នាទៅលើមុខរបរដូចគ្នាយើងឃើញបើសិនជាយើងលក់ការ៉េមហើយមានហាងមួយទៀតគឺលក់ការ៉េមឆ្ងាញ់ជាងយើងតម្លៃល្អជាងយើងទោះបីជាគេនិយាយថាមិនប្រកួតប្រជែងមួយយើងក៏ដោយទោះបីចិត្តគេបរិសុទ្ធថាមិនប្រកួតប្រជែងមួយយើងក៏ដោយតែអាលំនាំហ្នឹងវាអូតូម៉ាទិកទៅធ្វើឲ្យយើងហ្នឹងលក់លេងដាច់ហ្មងហ្នឹងគេអត់ចង់ប្រកួតប្រជែងប៉ុន្តែបើសិនជាយើងអត់ប្រឹងប្រែងដែរយើងនឹងចាញ់គេអូតូម៉ាទិកអញ្ចឹងតើតើនឹងការរកការងារធ្វើឬក៏យើងចូលធ្វើការហើយឬក៏យើងធ្វើអីមួយក៏ដោយពេលដែលយើងអត់មានពេលដែលយើងអត់មានការអភិវឌ្ឍយើងអត់ច្នៃប្រឌិតយើងអត់មានអីថែមហើយហ្នឹងគឺត្រូវតែទទួលស្គាល់ហើយត្រូវតែយកមកទុកនៅក្នុងចិត្តដែរបើយើងជំនាញ IT ហ្នឹងហើយមានអ្នកច្រើនគេមានមនុស្សជាច្រើនគេជំនាញដូចទៅគ្នាដូចជាយើងដែរណាគេធ្វើក្រុមហ៊ុននេះក្រុមហ៊ុននោះចឹងវាទូទៅវាអត់មានប៉ះពាល់គ្នាទេហ្នឹងគេធ្វើការងារគេទៅយើងធ្វើការងារយើងទៅក៏ប៉ុន្តែថ្ងៃណាមួយវានឹងមានភាពប៉ះពាល់ដោយប្រយោលហ្នឹងមកដល់យើងបើសិនជាយើងអត់អាប់ដេតខ្លួនឯងបន្តទៅមុខអញ្ចឹងគ្រាន់តែជាការរំលឹកមួយថាយើងមិនគួរបដែតបដោយខ្លួនឯងទេគួរតែមើលអ្វីនៅជុំវិញខ្លួនបន្ថែមទៀតហើយគួរតែយករឿងហ្នឹងមកទុកនៅក្នុងខ្លួនមួយដែរកុំថាវាសន្តិភាពពេកណាវាគ្មានតែប្រកួតប្រជែងទេរឿងអីក៏យើងទៅហ្នឹងហើយគេធ្វើតែគេទៅហ្នឹងហើយរឿងខ្លះវាអាចអញ្ចឹងមែនរឿងខ្លះវាមិនទាន់មកដល់តែរឿងខ្លះវាមកដល់ហើយយើងអត់បានមើលឃើញអញ្ចឹងរឿងប្រកួតប្រជែងហ្នឹងគឺពិតជាមានមែនហ្នឹងហើយធ្វើអីមួយក៏ដោយវាឧទាហរណ៍ថាយើងចង់ទិញអីមួយអញ្ចឹងណាក៏យើងតែងតែជ្រែមើលហាងដែរដូចថ្ងៃមុនខ្ញុំទិញកាមេរ៉ាសុវត្ថិភាពមួយយើងមើលហាងនេះហាងនោះហ្នឹងហើយកាមេរ៉ាដូចគ្នាទេតែយើងត្រូវទៅមើលអាមួយណាដែលតាក់ទាញជាងអាមួយណាដែលយើងស្រឡាញ់ជាងអញ្ចឹងអតិថិជនគេមើលបែបអញ្ចឹង
vậy tới nhưng mà mình script ấy vậy chán đấy đó nhỉ nhưng mình script ấy thì nhưng là khơi ấy vậy nâng chân tới còn tại vì chỉ riêng là không chất này sẽ bỏ bị sao tới chân cái lại là đại cái thằng mình phải giỏi tục biết tới hay cái lại là đây cái thằng nhung vậy khó phản ứng ai skip bị cháu ai làm lộn biết tới này tục bị cháu tới po ai vậy nhung vậy từng on nắng mình cái lại là khác từ ai không cho từng on nếu mình tới xem nhóm cứ trâu từng on nhập nông chất bao nhiêu nó bỏ bị sót bao nhiêu và thì nhầm được nó bật thao viên mình biên script mình tha flow ao vì là all mến phần tế ví dụ tại chỉ ở bây giờ nhầm bán chuột hơi trong prap từ nè nè để chấp đam thứ mấy hơi nâng nè để cái vùng tế chấp đám nếu còn nè đây chấp đam du hơi về đó cứ ao miền cao trong bị chặt cái dân đăng tới dân lên chứ ngò lên dân lên nhờ surprise tha ô tiêu thà lự nè trong món cào quạt vừa cá tới quạt khlang trên giường và cài trên giường chẳng nhận bên đây chứ ngò thế này đời saoចំណុចយើងអាចបានអាប់ដេតខ្លួនឯងអាចបានរៀនបន្ថែមរៀនអីចឹងទៅអាចបានចាប់យកការងារពីទៅខាងគ្មានអីប្រកួតប្រជែងអីចឹងទៅហើយហើយសម្រាប់អ្នកថ្មីចាប់ដាក់អភិវឌ្ឍខ្លួនបើសិនជាយើងអាចបានគិតចំណុចហ្នឹងយូរៗទៅយើងមានអារម្មណ៍ថាយើងអត់សូវទៅមុខអីចឹងទៅហើយអ្នកចាប់ដាក់ស្មារតីមួយយើងគេទៅមុខលឿនចឹងទៅអញ្ចឹងគឺចំណុចទាំងអស់ដែលខ្ញុំលើកឡើងហ្នឹងបើសិនជាយើងយកទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃនៅក្នុងការរៀនសូត្ររបស់យើងគឺវាល្អមែនទែនចំណុចដែលយើងគួរតែយកមកគិតហើយ research បន្ថែមស្រាវជ្រាវបន្ថែមអាហ្នឹងដឹងតែល្អហើយ key point មានថាចំណុចសំខាន់តែមួយគត់ពេលយើងចូលធ្វើការយើងត្រូវតែព្យាយាមធ្វើឲ្យខ្លួនឯងហ្នឹងគឺជាមនុស្សសំខាន់នៅកន្លែងការងារហ្នឹងហើយអាហ្នឹងពិបាកយ៉ាងម៉េចដោយសារវាធ្វើបាបខ្លួនឯងណាការងារយើងធ្វើប្រចាំថ្ងៃស្រួលចង្អប់យើងធ្វើតែការងារបន្តិចតួចទៅតាម responsibility ទៅតាមទំនួលខុសត្រូវរបស់យើងមកហើយមានអីchill ស្រួលតិចតួចចឹងទៅដល់មកហើយប៉ុន្តែអ្វីដល់ពិបាកហ្នឹងបើយើងចង់ធ្វើជាអ្នកសំខាន់នៅក្នុងក្រុមហ៊ុននៅក្នុងកន្លែងការងារតើយើងនឹងចេះនិយាយយើងនឹងចេះមានយោបល់យើងនឹងចេះគិតទៅមុខបន្ថែមតិចទៀតព្រោះពេលដែលគេមានបញ្ហាគេរកអ្នកដែលចេញជួយដោះស្រាយហ្នឹងហើយបើយើងធ្វើការទៅធម្មតាយើងពិបាកក្នុងការចេញជួយដោះស្រាយតើយើងប្រឹងយើងត្រៀមទុកមុនត្រៀមខ្លួនទុកមុនដែរអាហ្នឹងខ្ញុំធ្លាប់និយាយនៅវីដេអូមុនហើយវាមិនងាយបាននិយាយតែនិយាយទៅវាចេះជួបគន្លឹះមួយទៀតបងប្អូនតើតងជាមួយនឹងការចេះទ្រាំចេះរងចាំណាព្រោះទាំងខ្ញុំទាំងគេនៅពេលដែលយើងចង់ធ្វើអីក៏ដោយយើងចង់ឲ្យវាឆាប់បានជោគជ័យឆាប់បានលទ្ធផលប៉ុន្តែអ្វីដែលខ្ញុំរៀនបានកន្លងមកអ្វីដែលល្អគឺយើងគួរតែចេះរងចាំវាចេះទ្រាំវាចេះអត់ធ្មត់ព្រោះថារឿងខ្លះវាមិនដូចចិត្តយើងទេបើសិនជាថ្ងៃនឹងទាន់បានលទ្ធផលយើងនៅតែបន្តធ្វើទៅបន្តទ្រាំសិនទៅហើយមើលឃើញថាខ្លួនឯងមិនមានអីអភិវឌ្ឍជាយើងអភិវឌ្ឍទៅអ្វីដែលយើងអាចធ្វើបានមានប៉ុណ្ណឹងបើយើងបាក់ទឹកចិត្តវាតែធ្ងន់ជាងនឹងទៀតអញ្ចឹងអ្វីដែលយើងអាចធ្វើបានព្យាយាមឈរឲ្យនឹងទ្រាំជាមួយនឹងស្ថានភាពហ្នឹងទ្រាំឲ្យបានទៅទីនេះវាបាត់ទេដោយអ្នកទាំងអស់គ្នាធ្លាប់ឈឺអីមួយហ៎ធ្លាប់ឈឺអីមួយឈឺកាពះឬក៏ឈឺអីចឹងទៅបើយើងធ្លាប់ឮពាក្យចាស់និយាយថាធ្វើមិនដឹងធ្វើមិនលឺទៅទៀតបាត់ហើយវាបែបចឹងណាពេលយើងជួបបញ្ហាអីមួយយើងអាចគ្រាន់តែកុំឆ្លេឆ្លាកុំធ្វើឲ្យស្ថានភាពហ្នឹងកាន់តែយ៉ាប់ទៅអាហ្នឹងគឺល្អហើយពេលជួបបញ្ហាអីមួយគ្រាន់តែមើលអាក្បាលម៉ាស៊ីនដែលបង្កើតចេញពីបញ្ហាហ្នឹងទៅបិទវាទៅហ្នឹងហើយទៅបិទអាហ្នឹងឲ្យចប់សិនទៅហើយទ្រាំជាមួយនឹងបញ្ហាហ្នឹងទៅទីទៀតទៅវាបាត់ទេ
បើ script វាក៏ល្អដែរប៉ុន្តែវាពិបាកក្នុងការធ្វើចំណាយពេលអញ្ចឹងវីដេអូខ្លះក៏មានការ script ទុកទៅវីដេអូខ្លះក៏ធម្មតាទៅវីដេអូហ្នឹងតែប៉ុណ្្នឹងទៅហើយនៅមានរឿងច្រើនទៀតដែលរាប់មិនអស់រៀបរាប់មិនអស់ទេនៅក្នុងវីដេអូតែមួយអូខេ